Hello បងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំចង់ចេញវីដេអូពាក់ព័ន្ធជាមួយនឹងឡានអគ្គិសនីទៀតហើយពីព្រោះមានបងប្អូនមួយចំនួនក៏ដូចជាមនុស្សមួយចំនួនគាត់ចូលចិត្តនិយាយថាអញ្ចេះថាអ្នកដែលប្រើប្រាស់ឡានអគ្គិសនីគឺសិតតែពួកល្ងងសិតតែពួកអត់ដឹងអីចាំមើលតិចទៀតខូចតាំងដេកស្ដាយដេកទឹកភ្នែកឬមួយក៏លក្ខណៈថាឡានហ្នឹងណាពួកថ្មប្រើបានតែ5ឆ្នាំទេប្រើឲ្យកវត្តចោលចាំមើលស្ដាយលុយយងប៉ុណ្ណានិយាយទៅសរុបមកវិញគឺគាត់ចង់បានន័យថាអ្នកដែលប្រើប្រាស់ឡានអគ្គិសនីគឺសិតតែពួកល្ងងអញ្ចឹងខ្ញុំចង់ជំរាបទៅកាន់ពួកគាត់វិញដែរថាខ្ញុំអត់និយាយថាអ្នកដែលប្រើប្រាស់ឡានអគ្គិសនីគឺជាពួកល្ងងទេប៉ុន្តែខ្ញុំសូមនិយាយថាអ្នកដែលប្រើប្រាស់ឡានអគ្គិសនីគឺសិតតែពួកឆ្លាតឬមួយក៏មហាឆ្លាតពីព្រោះមុននឹងពួកគាត់សម្រេចចិត្តថាទិញឡានអគ្គិសនីគឺពួកគាត់បាន search ព័ត៌មានអស់ហើយស្រាវជ្រាវព័ត៌មានសួរនាំព័ត៌មានពួកគាត់ search ខ្លួនឯងបន្ថែមគឺពួកគាត់ដឹងព័ត៌មានអស់ហើយវាមិនដែលណាសុកកាន់លុយទាំងបាច់យកទៅទិញឡានអគ្គិសនីជីហេទាំងតែអត់ដឹងព័ត៌មានអញ្ចឹងអ្នកដែលថាគេល្ងងហ្នឹងឯងជាអ្នកអត់ដែលដឹងព័ត៌មានសោះហើយប៉ុន្តែនិយាយមកធ្វើដូចខ្លួនឯងហ្នឹងធ្លាប់ប្រើអញ្ចឹងសូម្បីតែធ្លាប់ជីកកំសួរក៏មិនដែរជីផងចឹងអត់ដឹងថាឡានអគ្គិសនី performance វាមិនផងហ្នឹងប៉ុន្តែហាមកឡើងសិតតែអ្នកប្រើប្រាស់ឡានអគ្គិសនីសិតតែល្ងងអត់ទេសុំជ្រាបគឺអត់សោះហ្មងអ្នកប្រើប្រាស់ឡានអគ្គិសនីគឺឆ្លាតខ្លាំងណាស់កំពូលឆ្លាតអីសូម្បីតែពេលដែលយើងយកលុយទៅទិញឡានសាំងមុននឹងទិញក៏យើងបានសិក្សាស្រាវជ្រាវដូចគ្នាដែរត្រូវទេថាឡាននេះអញ្ចេះឡាននេះស៊ីប្រហែលលីត្រឡាននេះអញ្ចេះឡាននេះចុះយើងមិនសុកយកលុយទៅទិញប៉ុបទាំងដែលអត់ដឹងព័ត៌មានទេដូចអ្នកដែលប្រើប្រាស់ឡានអគ្គិសនីអញ្ចឹងគាត់សិក្សាអស់ហើយគាត់ដឹងហើយថាកន្លែងសាក់ថ្មហ្នឹងគឺវាមានប្រហែលកន្លែងវាមានតិចឬមួយក៏មានច្រើនហើយយើងសាក់ម្ដងត្រូវចំណាយពេលអស់ប្រហែលម៉ោងស៊ីភ្លើងប្រហែលអីគឺពួកគាត់ដឹងអស់ហើយទើបពួកគាត់សម្រេចចិត្តផ្លាស់ប្ដូរមកប្រើប្រាស់ឡានអគ្គិសនីអូខេអញ្ចឹងឈប់ថាពួកគាត់ល្ងងពួកគាត់អត់ល្ងងទេរួមទាំងខ្ញុំគឺខ្ញុំកំពូលឆ្លាត